Trick or treat នៅក្នុងទីក្រុងតូចមួយដែលត្រូវបានគេបំភ្លេចចោលមានមេឃមករស់នៅដែលគ្រប់គ្នាខ្សឹបប្រាប់ដោយភ័យខ្លាចប៉ុន្តែគ្មាននរណាហ៊ានធ្វើឡើយទស្សនាសូម្បីតែទៅចិត្តឈ្មោះរបស់នាងគឺ Very នាងចង់បញ្ចេញអក្ខរាវិរុទ្ធដ៏មានឥទ្ធិពលបំផុតប៉ុន្តែអូសម្លាញ់នាងល្ងងណាស់ថ្ងៃមួយមេឈ្មោះ Very ឈរក្បែរនាងបាយឆាលាយថ្នាំថ្មីសម្រាប់នាងអំពើអាក្រក់នាងចង់ធ្វើថ្នាំដែលនឹងធ្វើលួចសាច់គ្រប់គ្នាហើយប្រែក្លាយទៅជាទុក្ខសោកប៉ុន្តែខណៈពេលដែលនាងគោឆ្កែដ៏កំសត់របស់នាងឈ្មោះបោបីរត់ឡើងក្រវីកន្ទុយហើយបុកចូលវត្ថុបោបីផ្លាស់ទីទៅឆ្ងាយអ្នកនឹងកំពុកថ្នាំដែលមិនសប្បាយចិត្តរបស់ខ្ញុំមុនពេលដែលខ្ញុំអាចធ្វើបានចែករំលែកជាមួយប្រជាជនទីក្រុងប៉ុន្តែបោបីមិនស្ដាប់ទេគាត់បន្តរត់ជារង្វង់ដោយព្រឺព្រួចភ្លាមនោះ Fairy ចាប់ដប់ខុសនាងបានចាក់ម្សៅស្ករជំនួសឲ្យប្រៃខ្វល់ potion ដោយមិនដឹងខ្លួននាងបានបំពេញដបកែវតូចមួយហើយចាប់ផ្ដើមអក្ខរាវិរុទ្ធរបស់នាងជាមួយនឹងការរំភើបយ៉ាងខ្លាំងសាច់ដល់ទឹកភ្នែកញឹមទៅខ្លាចសុបិនផ្អែមនាងបានស្រែកថាគួរឲ្យខ្លាចភ្លាមនោះបោបីដ៏ឆ្កួតលីលាបានមករកនាងជើងម្ដងទៀតមេធ្មប់ចំពុកដួលលើអំបោះចាស់របស់នាងនឹងទឹកបានពុះពីពេញឆ្កែដ៏កំសត់របស់នាងបោបីព្រិចភ្នែកច្រឡំហើយមើលជុំវិញប៉ុណ្ណឹងហើយគាត់បានប្រែក្លាយទៅជាស្ករគ្រាប់លោតយក្ស Fairy សម្លឹងមើលដបថ្នាំរបស់នាងបន្ទាប់មកនៅឆ្កែស្ករគ្រាប់របស់នាងមិនជាភ្នែករបស់នាងស្ករគ្រាប់បានលោតឡើងជុំវិញបន្ទប់ហើយចុះហើយមេធ្មប់បានដេញតាមវាស្រែកយ៉ាងភិតភ័យបោបីកំរត់ខ្ញុំនឹងជួសជុលរឿងនេះស្នាក់នៅទីនោះកូនប្រុសសម្លាញ់ប៉ុន្តែស្ករគ្រាប់បានលោតចេញពីបង្អួចហើយបានធ្លាក់ចូលទៅក្នុងស្រះរលាយក្នុងប៉ុន្មានវិនាទីមេធ្មប់ Fairy សម្លឹងមើលទៅយ៉ាងក្រៀមក្រំចំពោះទឹកមាត់ដែលហៀចេញទឹកទេ Bobby នាងបានខ្សឹបប្រាប់រឿងនេះបានរីករាលដាលយ៉ាងលឿនពេញទីក្រុងអ្នករាល់គ្នាបានបន្ថែមភាពច្របូកច្របល់របស់ពួកគេមនុស្សបាននិយាយថាមេធ្មប់អាក្រក់ទីបំផុតបានទទួលអ្វីនាងសំនឹងទទួលបានពួកគេបានអបអរសាទរថានាងមិនអាចដាក់បណ្ដាសាបានទៀតទេនរណាម្នាក់ហើយបានសម្រេចចិត្តដើម្បីអបអរសាទរជាមួយស្ករគ្រាប់នឹងសំណែកប៉ុន្តែក្នុងចំណោមពួកគេមានស្រីស្អាតម្នាក់ឈ្មោះ Millie ដែលមានអារម្មណ៍សោកសៅពេលលើគ្រប់គ្នាសើចចំអកមេធ្មប់ប៉ុន្តែនាងមិនអាក្រក់ទេ Millie បាននិយាយនាងគ្រាន់តែល្ងងក៏បាត់ទៅមិត្តល្អបំផុតចាប់ពីថ្ងៃនោះមកអ្នកក្រុងសម្រេចចិត្តប្រារព្ធថ្ងៃនោះជារៀងរាល់ឆ្នាំដូចជា Halloween Millie ដែលមានចិត្តសប្បុរសបានសម្រេចចិត្តថាជារៀងរាល់បុណ្យ Halloween នាងនឹងចិញ្ចឹមសត្វតាមដងផ្លូវដើម្បីគោរពឆ្កែរបស់មេធ្មប់ប៉ុន្មានឆ្នាំបានកន្លងផុតទៅ Witch Fairy បានរក្សាភាពសោកសៅនៃការបាត់បង់នាងឆ្កែនឹងកំហឹងនៃការសើចចំអកជ្រៅនៅក្នុងនាងចាប់ផ្ដើមរៀបចំផែនការអាក្រក់ដើម្បីដាក់ទោសអ្នកដែលបានធ្វើបាបនាងនៅរាត្រី Halloween ក្នុងឆ្នាំនោះនាងបានពាក់ខ្លែងបន្លំនិងពាក់ក្បាលល្ពៅដ៏ធំនាងគិតថាគ្មាននរណាម្នាក់ទទួលស្គាល់នាងនេះទេពេលវេលាអ្នកទាំងអស់គ្នានឹងចំណាយសម្រាប់ការសើចចំអកឲ្យខ្ញុំនាងបានស្រែកដោយសើចអាក្រក់នាងបានយកដបថ្នាំដូចគ្នាដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចាស់នោះហើយបានចាក់ចេញនៃវិមានរបស់នាងជាលើកដំបូងនៅក្នុងឆ្នាំសម្លៀកបំពាក់ល្ពៅរបស់នាងគឺល្អខ្លាំងណាស់ដែលគ្មាននរណាម្នាក់បានដឹងថាវាគឺជា Witch Fairy នាងចាប់ផ្ដើមគោះទ្វារម្ដងមួយល្បិចឬព្យាបាលនាងសួរទាំងភ័យសំឡេងព្យាបាលនេះជាការព្យាបាលរបស់អ្នក Fairy បាននិយាយឲ្យបាញ់នាង Potion ត្រឹមត្រូវនៅគាត់បរោះនោះបានប្រែទៅជាលោតយ៉ាងខ្លាំងភ្លាមស្
ស្ករគ្រាប់តោះមើលអ្នកសាច់ដាក់ខ្ញុំ Furry ខាកូកំហឹងមិនបានឈប់ទេនាងនៅតែបន្តគោះទ្វារថែមទៀតលើកនេះក្មេងស្រីដ៏រីករាយម្នាក់បានបើកទ្វារល្បិចរូបព្យាបាលFurry បាននិយាយថានេះជាការព្យាបាលរបស់អ្នកលៀបលើនាងទាំងអស់ក្មេងស្រីរីករាយបានប្រែទៅជាលោតយក្សមួយទៀតស្ករគ្រាប់នៅចំពោះមុខមេធ្មប់ខណៈនោះមីលីដែលនៅខាងក្រៅផ្ដល់ចំណីដល់សត្វវង្វេងភ្ញាក់ផ្អើលពេលឃើញស្ករគ្រាប់ទំហំធំលោតជុំវិញផ្លូវដំបូងឡើយនាងគិតថាគ្រាន់តែជាសម្លៀកបំពាក់ប៉ុន្តែស្ករគ្រាប់ស្អិតមួយបានហូរកាត់នាងដោយចាក់ចេញផ្លូវស្ករមួយនៅពីក្រោយមុនពេលនាងអាចយល់ពីអ្វីដែលកំពុងកើតឡើងនាងបានឃើញខូគីយ៉ានិងផ្លែប៉ោមកាម៉ាល់មួយលោតផងដែរតើមានអ្វីកើតឡើងនៅទីនេះតើបង្អែមយក្សទាំងនេះជាអ្វីមីលីបានយំដោយការភ្ញាក់ផ្អើលមីលីបានរត់ទៅទីដៅដែលទាំងអស់ស្ករគ្រាប់លោតបានមកពីហើយតើនាងបានឃើញអ្វីមនុស្សម្នាក់នៅក្នុងសម្លៀកបំពាក់ល្ពៅកំពុងបាញ់ថ្នាំលើមនុស្សហើយប្រែក្លាយវាទៅជាការលោតចម្រុះពណ៌ស្ករគ្រាប់រូបក្បាលល្ពៅសាច់ខ្លាំងដូចជាស្ករគ្រាប់បានលោតជំវិញមីលីបានស្រែកដាក់នាងភ្លាមហើយតើអ្នកជានរណាតើអ្នកកំពុងធ្វើអ្វីចំពោះមនុស្សទាំងនេះឈប់ភ្លាមនៅពេលដែលមេធ្មប់បានឃើញក្មេងស្រីវ័យក្មេងកំពុងរត់ឆ្ពោះទៅរកនាងភ័យស្លន់ស្លោហើយចាប់ផ្ដើមរត់ឆ្ងាយការដេញតាមដោយមិនដកដង្ហើមបានចាប់ផ្ដើមនៅតាមផ្លូវពេលនាងរត់ដោយមិនមើលក្រោយមេធ្មប់បុកចូលទៅក្នុងកន្លែងឈូ Halloween ដែលផ្ញើមនុស្សរាប់សិបនាក់ល្ពៅរមៀលនៅតាមផ្លូវមេលីលោតពីលើល្ពៅរមៀលម្ដងមួយទៀតហើយបន្តរត់លឿនដូចគេនាងអាចបន្ទាប់មកមេធ្មប់បានលោតពីលើការតុបតែងបុណ្យ Halloween មួយចំនួនដូចមេលីហ៊ីបនឹងតាមទាន់មេធ្មប់បានរអិលទៅផ្លូវតូចចង្អៀតប៉ុន្តែផ្លូវជាផ្លូវស្លាប់ទីបំផុតមីលីបានកាត់មុខមេធ្មប់ដែលមានរូបរាងចម្លែកមេធ្មប់បានសង្កត់ខ្នងរបស់នាងប្រឆាំងនឹងជញ្ជាំងនៅក្នុងការភ័យខ្លាចមីលីបានលូកដៃចេញហើយព្យាយាមលើកល្ពៅធំក្បាលចេញពីនាងដកដង្ហើមធំដោយការភ្ញាក់ផ្អើលវាគឺជា Witch Furry ខ្លួនឯង Witch Furry គឺអ្នកហេតុអ្វីបានជាអ្នកធ្វើបាបមនុស្សម្ដងទៀតឆ្នាំទាំងនេះអ្នកត្រូវតែឈប់ពួកគេសំនឹងទទួលបានវាម៉េលីពេលខ្ញុំយំព្រោះបាត់ឆ្កែពួកគេបានប្រែក្លាយថ្ងៃនេះទៅជាពិធីបុណ្យពួកគេថែមទាំងហៅវាថា Halloween នៅពេលនោះម៉េលីបានឃើញការពិតនៅពីក្រោយទឹកមុខខឹងសម្បានាងបានដឹងថា Furry មិនមែនជាមនុស្សអាក្រក់នោះទេគ្រាន់តែជាឯកាស្ត្រីខូចចិត្តដែលបានបាត់បង់ល្អបំផុតរបស់នាងមីលីប្រាប់នាងថានាងយល់ពីការជឿចាប់របស់នាងប៉ុន្តែការធ្វើបាបអ្នកដទៃមិនអាចព្យាបាលចិត្តនាងបានឡើយអ្នកដឹងទេ Furry មីលីបាននិយាយយ៉ាងទន់ភ្លន់ថាសេចក្តីសប្បុរសគឺ potion ខ្លាំងបំផុតនៃទាំងអស់វាអាចព្យាបាលបេះដូងដែលខូចខ្ញុំមានគំនិតដ៏អស្ចារ្យមួយរងចាំនៅទីនេះមីលីបានរើសកូនឆ្កែដែលវង្វេងតូចមួយកំពុងលេងក្នុងចំណោមស្ករគ្រាប់លោតហើយនាំយកមកគាត់ទៅមេធ្មប់មើលគាត់តើគាត់មិនផ្អែមទេប្រហែលជាកូនតូចនេះចង់រស់នៅជាមួយអ្នកភ្នែករបស់ Furry បញ្ចេញពន្លឺនៅពេលនាងបានឃើញកូនឆ្កែគាត់មើលទៅដូចជាឆ្កែចាស់របស់គាត់ឈ្មោះ Bobby មីលីប្រាប់នាងថាបើឯងសន្យាថានឹងឈប់ធ្វើអំពើអាក្រក់កូនឆ្កែនេះអាចនៅជាមួយបានអ្នកជារៀងរហូតហើយធ្វើឲ្យអ្នកសប្បាយចិត្តម្ដងទៀតពេលដែលមេធ្មប់ដាក់ឆ្កែតូចនោះនាងបេះដូងបានបន្ទន់កំហឹងនឹងភាពងឹតរបស់នាងរលាយបាត់ខ្ញុំសន្យាឆ្កែនេះនឹងក្លាយជាមិត្តល្អបំផុតរបស់ខ្ញុំឥឡូវនេះនៅលើសូមអរគុណមីលីមេ
មេធ្មប់និងកូនឆ្កែថ្មីរបស់នាងលីបញ្ចូលគ្នាយ៉ាងប្រុងប្រយ័ត្នអត់ស្គាល់ប្រឆាំងមួយហើយប្រោះវាពីលើលោកស្គរក្របបង្វែរវាម្ដងមួយចូលទៅក្នុងមនុស្សម្ដងទៀតនាងបានដាក់ឈ្មោះកូនឆ្កែថ្មីរបស់នាងថាស្គរក្របចាប់ពីថ្ងៃនោះមក Fairy លែងមានទៀតហើយមេធ្មប់អាក្រក់នាងបានក្លាយជាអាបធ្មប់ដែលស្រឡាញ់សត្វរៀងរាល់ថ្ងៃបុណ្យ Halloween ដូចជា Melly នាងបានស្លៀកពាក់ក្នុងសម្លៀកបំពាក់ដ៏សប្បាយហើយបានចេញទៅជួយសត្វតាមដងផ្លូវឆ្កែរបស់នាង Kenny មិនដែលចាក់ចេញពីនាងទេដូច្នេះហើយអ្នករាល់គ្នានៅក្នុងទីក្រុងក៏បានរៀនដូច្នោះដែរដែលដងឯកាបំផុតអាចកក់ក្ដៅម្ដងទៀតជាមួយសេចក្តីស្រឡាញ់របស់មិត្ត